ចាសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងមកជួបគ្នាទៀតហើយនៅក្នុងវីដេអូខ្លីប្រចាំសប្តាហ៍ចានៅក្នុងខែឧសភាដដែលខែម្សាញ់ដដែលចាដោយខ្ញុំតែងតែចែករំលែកដល់បងប្អូនទាំងអស់គ្នាជាប្រចាំសប្តាហ៍ចាអញ្ចឹងយើងចាប់ផ្ដើមវិភាគជាមួយគ្នាចាប់ពីថ្ងៃ19 20 21 22 23 24និង25សង្ឃឹមថាពុកម៉ែបងប្អូននឹងរីករាយហើយក៏សុខសប្បាយទាំងអស់គ្នានៅក្នុងខែម្សាញ់នេះដោយសារបងប្អូនយើងដែលមានខាលមានរោងមានថោះឬមួយក៏មានកលនៅក្នុងតារាងគាត់មានបញ្ហាច្រើនបើសិនជាអ្នកមានខាលមានរោងឬមួយក៏មានថោះនៅក្នុងតារាងនៅក្នុងខែ5នេះគេហៅថាជាខែមួយដែលគាត់មានអារម្មណ៍ថាឯកាកំសត់ជួបរឿងខកបំណងច្រើនគេលៀបពណ៌បកាច់បខូចច្រើនអញ្ចឹងណាហើយសម្រាប់បងប្អូនដែលកើតឆ្នាំកលឆ្នាំថោះឬមួយក៏ឆ្នាំមមែនៅក្នុងខែ5នេះគាត់អាចនឹងមានការផ្លាស់ប្ដូរអ្វីមួយនៅក្នុងជីវិតរបស់គាត់ហើយគាត់ក៏អាចថាមានការធ្វើដំណើរដើរហើរចិត្តឆ្ងាយដូចថានៅអត់សុខអញ្ចឹងហើយអាហ្នឹងមិនបានវាអញ្ចឹងវាជាក្បួនមួយមិនថាឆ្នាំមមែថោះចានឹងកលទេសัตว์ធ្វើដំណើររបស់កលថោះហើយនឹងមមែហ្នឹងគឺជាម្សាញ់នឹងឯងអញ្ចឹងកាលណាដល់ខែដែលជាខែមួយដែលជាសัตว์ធ្វើដំណើររបស់យើងជាយានជំនិះរបស់យើងតែងតែមានអារម្មណ៍ថាចង់ចេញដើរទៅនេះមកនោះអីអញ្ចឹងហើយបងប្អូនដែលគាត់បានស្ដាប់ហើយគាត់អាចចេញដំណើរនៅក្នុងថ្ងៃល្អម៉ោងល្អវេលាល្អទៅអញ្ចឹងដូចខ្ញុំធ្វើវីដេអូមុនខ្ញុំបានហាមថាម៉ោង9ព្រឹករហូតដល់ម៉ោង11ព្រឹកឬមួយក៏ម៉ោង9យប់រហូតដល់ម៉ោង11យប់យើងកុំឧស្សាហ៍ធ្វើដំណើរហើយ Master Nali របស់យើងក៏គាត់ចេញមកណែនាំបន្ថែមផងដែរហើយខ្ញុំបានវិភាគលេខទូរស័ព្ទជាយូរណាស់មកហើយដែរវីដេអូហ្នឹងក៏ដូចជា Master Nali គាត់បានចុះអត្តលេខាជាមួយនឹងក្រុមហ៊ុនធំរបស់សាខាណាអញ្ចឹងលេខដែលគាត់ប្រាប់ថាលេខណាហុងស៊ុយល្អអីហ្នឹងបងប្អូនអាចជ្រើសរើសទៅតាមអ្នកគ្រូមានប្រសាសន៍បានហើយចំណែកបើនិយាយទៅអំពីមិត្តភ័ក្តិក្រុមគ្រួសាររបស់ខ្ញុំឬមួយក៏កងធនាគារឬមួយក៏លេខទូរស័ព្ទទាំងឪពុកម្ដាយអីអញ្ចឹងខ្ញុំគឺដូរតាំងពី2ឆ្នាំមុនមកម្លេះអញ្ចឹងណាចាអញ្ចឹងសម្រាប់លេខទូរស័ព្ទហ្នឹងវាល្អសម្រាប់ការតំណែងទៅដល់មនុស្សជុំវិញខ្លួនហើយបើលេខគណនីយើងអាចថាយើងទុកលុយទៅចេះតែអត់គង់អញ្ចឹងយើងផ្លាស់ប្ដូរចាកងធនាគារណាដែលល្អសម្រាប់យើងទៅយើងទុកលុយរៀងគង់ជាងមុនវាមិនមែនជាអបិយជំនឿទេបងប្អូនអាចពិសោធន៍បានដោយខ្លួនឯងព្រោះនេះគឺជាហុងស៊ុយបែបវិទ្យាសាស្ត្រមិនមែនហុងស៊ុយអបិយជំនឿដែលមើលទៅដូចថាព្រាវចេះតែថាទេអញ្ចឹងមានបងស្រីម្នាក់ដែលគាត់តែងតែព្យាយាមមើលវីដេអូរបស់ខ្ញុំមិនថាការស្លៀកពាក់ថ្ងៃណាគាត់ស្លៀកពាក់ទៅបានផលឬមួយក៏មិនបានផលហ្នឹងគឺគាត់កត់ទុករហូតអញ្ចឹងពេលខ្លះយើងឃើញហុងស៊ុយច្រើននៅក្នុង website social media សង្គម Facebook ឬមួយក៏ YouTube យើងគិតថាវាជាសាមញ្ញវាជាធម្មតាអញ្ចឹងបានអ្នកគ្រូចេញមកបកស្រាយឬមួយក៏ធ្វើទីសក្ការៈបូជាហើយក៏បញ្ជាក់អំពីហុងស៊ុយបែបវិទ្យាសាស្ត្រមួយណាត្រឹមត្រូវមួយណាមិនត្រឹមត្រូវហើយក៏មានឧស្សាហយិនផារដៃដែលបងប្អូនគាត់ជឿដីដួងកាយកំណើតហើយក៏ទៅធ្វើដួងកាយកំណើតនៅទីទឹកដីនោះដែលគាត់គិតក្នុងចិត្តថាគាត់ចង់បានជីវិតមួយដែលខុសពីបច្ចុប្បន្ននេះអញ្ចឹងមិនមែនថាបងប្អូនធ្វើឲ្យកែប្រែវាសនា 100% ទេតែទី1យើងធ្វើឲ្យសតិអារម្មណ៍ការគិតការពិចារណារបស់យើងដើរទៅរកផ្លូវត្រូវអញ្ចឹងណាប៉ុន្តែវានៅលើខ្លួនយើងផងដែរកត្តាទូខ្លួនរបស់យើងណាចាយើងចេះបត់បែនទៅតាមកលៈទេសៈអត់មានន័យថាបងប្អូនជិះម៉ូតូជិះឡានទៅបុកភ្នំអញ្ចឹងយើងយំស្រែកបោកខ្លួនឲ្យភ្នំជិះចេញពីផ្លូវយើងវាអាចទេទោះតែយើងនឹងជិះវៀងភ្នំអញ្ចឹងហុងស៊ុយប៉ាជឿវាជាកតាគុណកតាដកកតាបោកចាសំខាន់គឺខ្លួនយើងជាអ្នកដែលចង់បានថាយើងចង់បោកឬមួយក៏ចង់ដកឬមួយក៏ចង់គុណអញ្ចឹងហុងស៊ុយប៉ាជឿបងប្អូនត្រូវចាំថាវាជាកតាគុណឬមួយក៏កតាដកដែលឲ្យយើងនឹងគុណមួយទ្វេដងអញ្ចឹងណាអញ្ចឹង
កតាហុងស៊ុយ 30% កតារាសីថ្ងៃខែឆ្នាំកណាត់ប៉ាជឺ 30% កតាមនុស្សរបស់យើង 30% បូកបញ្ចូលគ្នាទៅវាបាន 90% ចាអញ្ចឹងដើរនៅក្នុងបច្ចុប្បន្នឬមួយក៏ទៅអនាគតអញ្ចឹងមានន័យថាបងប្អូនឧទាហរណ៍បងប្អូនធ្វើដួងកាយកំណើតហើយអញ្ចឹងដេកចាំនៅផ្ទះទៅរលុយដល់ធ្លាក់មកឲ្យវាអាចទេអញ្ចឹងធ្វើដួងកាយកំណើតហើយយើងធ្វើឲ្យអារម្មណ៍របស់យើងស្រស់ថ្លាសុខភាពយើងល្អការគិតការពិចារណាបានទៅរកផ្លូវត្រឹមត្រូវយើងដាក់ទុនហ៊ុនរកស៊ីធ្វើការងារទៅវារលូនជោគជ័យអញ្ចឹងណាបើសិនណាបងប្អូនសុខភាពខ្សោយយើងធ្វើទៅវាជួយឲ្យសុខភាពយើងល្អរឹងមាំបើសិនជាកិច្ចការងារយើងមិនសូវល្អវារុញយើងទៅកន្លែងមួយដែលល្អអញ្ចឹងណាចាហើយសម្រាប់បងប្អូនដតីទៀតដែលគាត់ថាសាមញ្ញធម្មតាមិនជឿមិនអីអាហ្នឹងក៏ទៅតាមនឹងរបស់គាត់ទៅព្រោះអីដូចខ្ញុំផងអញ្ចឹងផ្ទះពេលដែលយើងនៅយើងទទួលបានអារម្មណ៍មួយផ្សេងដែលយើងជោគជ័យផ្សេងខុសៗគ្នាហើយតារាងរាសីក៏យើងបញ្ជាក់ថាមនុស្សនឹងយ៉ាងម៉េចអញ្ចឹងនៅលើការមើលរាសីទៅតាមថ្ងៃខែឆ្នាំកណាត់នឹងម៉ោងកើតអញ្ចឹងវាគួរផ្សំចូលគ្នានៅច្បាប់ធម្មជាតិគឺមានភាពស្មើគ្នាអញ្ចឹងណាបងប្អូនតែបើរាសីយើងធ្លាក់យើងនៅផ្ទះល្អយើងនឹងល្អតែបើសិនជាផ្ទះយើងអត់ល្អរាសីយើងឡើងកម្រិតណាក៏វាអត់សូវល្អដែរបងប្អូនចាំចំណុចហ្នឹងចាហើយអ្វីគឺនៅលើខ្លួនឯងហើយគិតឲ្យបានត្រឹមត្រូវវិភាគឲ្យបានត្រឹមត្រូវចាកុំឲ្យគិតខុសអញ្ចឹងអ្នកខ្លះរៀបហុងស៊ុយហើយគាត់នៅតែផ្ទះចាអត់ធ្វើការអីទេហើយគាត់ចាំមើលថាកែប្រែគាត់កម្រិតណាអាហ្នឹងគឺជាការយល់ខុសឆ្គងហើយគឺការរៀបចំហុងស៊ុយផ្ទះឬមួយក៏យើងមើលរាសីហើយគឺយើងកែប្រែនៅអ្វីដែលមិនល្អហើយយើងព្យាយាមធ្វើអ្វីល្អវាជួយឲ្យយើងនឹងតាក់ទាញឱកាសការងារឬមួយក៏សេចក្តីសុខផ្លូវចិត្តអ្នកខ្លះរៀបផ្ទះរៀបអីហើយគាត់មានអារម្មណ៍ស្រស់ថ្លាឬមួយក៏មើលរាសីហើយគាត់បានដឹងថាខែនេះគាត់ឆុងឆ្នាំនេះគាត់ឆុងម៉ោងនេះគាត់ឆុងគាត់ត្រូវដាក់ទុនហ៊ុនរកស៊ីពេលណាអ្នកណាដែលគាត់គួរតែនិយាយជាមួយចាអ្នកណាដែលគាត់គួរតែយកចិត្តទុកដាក់ឬមួយក៏យកមកនៅក្បែរចាមិនថាក្អែស្លៀកពាក់ការដើរដេកឈរអង្គុយរបស់គាត់ការងាររបស់គាត់ដែលគាត់គួរតែធ្វើតើមួយណាវាមានសេចក្តីសុខមួយផ្លូវចិត្តខាងក្នុងនឹងមកអញ្ចឹងណាចាហ្នឹងគឺអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាដែលយើងមានការឆ្លៀសវៃក្នុងការប្រណិប័តចាអញ្ចឹងយើងទៅបកស្រាយតែម្ដងថ្ងៃទី19អញ្ចឹងថ្ងៃទី19គឺជូតមកជាមួយនឹងដីបោកអញ្ចឹងអ្នកដែលមានសំណាងនៅក្នុងថ្ងៃ19គឺបងប្អូនដែលកើតឆ្នាំឆ្លូវហើយអ្នកដែលមិនមានសំណាងនៅក្នុងថ្ងៃជូតនោះគឺបងប្អូនដែលកើតឆ្នាំមមីហើយទឹកបោកនៅក្នុងតារាងអញ្ចឹងបងប្អូនណាមានទឹកបោកមានមីនៅក្នុងតារាងអញ្ចឹងរាល់ការធ្វើដំណើរការនិយាយស្ដីការធ្វើការចុះអត្តលេខាឯកសារចាប្តីប្រពន្ធមិត្តភ័ក្តិនៅជុំវិញខ្លួនគ្រប់បែបយ៉ាងទាំងអស់យើងគួរតែគឺថានិយាយឲ្យបានច្បាស់លាស់ធ្វើអីឲ្យបានច្បាស់លាស់គិតឲ្យបានច្បាស់លាស់អាហ្នឹងវាជាការប្រសើររបស់បងប្អូនទាំងអស់គ្នាចាហើយបើសិនជាយើងឆុងអាថ្ងៃហ្នឹងគឺយើងអាចមានបញ្ហារឿងឋានៈមុខមាត់កេរ្តិ៍ឈ្មោះកិត្តិយសឬមួយក៏យើងមានអារម្មណ៍ថា stress ខ្លាំងមួម៉ៅក្តៅក្រហាយអ្នកដតីមិនធ្វើឲ្យយើងតែយើងបែរជាធ្វើឲ្យអ្នកដតីមានបញ្ហាដោយសារយើងចានៅក្នុងថ្ងៃទី19ហ្នឹងបងប្អូនអាចពាក់កៅពណ៌ធាតុមាសបានដើម្បីរំសាយថាមពលមិនល្អសម្រាប់ថ្ងៃទី20គឺឆ្លូវមកជាមួយនឹងដីដកបងប្អូនដែលមានសំណាងគឺបងប្អូនដែលកើតឆ្នាំជូតចាហើយបងប្អូនដែលឆុងគឺបងប្អូនដែលកើតឆ្នាំមមែអញ្ចឹងបើសិនជាបងប្អូនមានឆ្នាំមមែហើយមានទឹកដកនៅក្នុងតារាងមិនថាមាននៅក្នុងថ្ងៃខែឆ្នាំកណាត់នឹងម៉ោងកើតទេកាលណាមានអញ្ចឹងបងប្អូននឹងមានរឿងរ៉ាវជាច្រើនឲ្យយើងដោះស្រាយស្មុគស្មាញមានន័យថារឿងមិនគួរកើតបែរជាកើតមួយរឿងហើយត្រូវដោះស្រាយមួយរឿងទៀតដោះស្រាយមួយរឿងនឹងហើយត្រូវដោះស្រាយមួយរឿងទៀតក្នុងមួយថ្ងៃយើងអាចថាមានបញ្ហាកើតឡើងចំពោះយើងហ្នឹងគឺច្រើនសន្ធឹកសន្ធាប់ចាហើយបញ្ហាដែលកើតឡើងសន្ធឹកសន្ធាប់ហ្នឹងវាអត់មកពីណាវាមកពីមនុស្សនៅជុំវិញខ្លួនដែលយើងអាចតំណែងបាននិយាយជាមួយបានធ្វើការងារជាមួយបានចាសិក្សាស្រាវជ្រាវជាមួយបានអ្នកនៅចិត្តនឹងឯងចាអត់មានអ្នកនៅឆ្ងាយទេចាអញ្ចឹងនៅក្នុងថ្ងៃទី20ហ្នឹងបងប្អូនក៏អាចពាក់កៅពណ៌ចាធាតុមាសដើម្បីចាគ្រប់គ្រងស្ថានភាពនឹងបានផងដែរអញ្ចឹងនៅក្នុងថ្ងៃទី21ខាមកជាមួយនឹងចាមាសបោកអញ្ចឹងខាមកជាមួយមាសបោកទៅឆុងវកមកជាមួយនឹងចាឈើបោកអញ្ចឹងអ្នកដែលមានសំណាងនៅក្នុងថ្ងៃទី21គឺបងប្អូនដែលកើតឆ្នាំកុរហើយអ្នកដែលមិនមានសំណាងគឺបងប្អូនដែលកើតឆ្នាំវកហើយមាន
ឈើបោកនៅក្នុងតារាងមិនថាមានក្នុងថ្ងៃក្នុងខែក្នុងឆ្នាំទេអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរដែលហើរចិត្តឆ្ងាយតាមផ្លូវទឹកផ្លូវគោកឬមួយក៏ផ្លូវអាកាសការងារបងប្អូនការលក់ដូរបងប្អូនការតំណែងបងប្អូនចាបើកឡានជាដូចថាដើរលេងជាក្រុមអីអញ្ចឹងយើងប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរតាមផ្លូវកោងផ្លូវកាច់ផ្លូវបត់ផ្លូវវាងអីអញ្ចឹងយើងគ្រប់គ្រងស្ថានភាពឲ្យបានដោយសារថ្ងៃហ្នឹងគឺមានបញ្ហាដោយសារការធ្វើដំណើរហើយនៅក្នុងខែម្សាញ់ទៀតអញ្ចឹងខែម្សាញ់នេះវាឆុងខាលមកត្រួតដែរអញ្ចឹងខាលនឹងវកហ្នឹងក៏វាឆុងមកត្រួតទៀតអញ្ចឹងសត្វ3នឹងជួបគ្នាវាធ្វើឲ្យរឿងរញ៉េរញ៉ៃក្នុងការធ្វើដំណើរនឹងឯងអញ្ចឹងយើងគ្រប់គ្រងឲ្យបានហើយថ្ងៃហ្នឹងយើងចង់ពាក់កៅអៅដើម្បីបញ្ជាហ្នឹងគឺបងប្អូនអាចពាក់កៅអៅដែលនាំឲ្យមានសេចក្តីសុខសម្រាប់បងប្អូននឹងបានចាបងប្អូនដែលមានឈើបោកអញ្ចឹងយើងអាចពាក់កៅអៅមិនមែនបងប្អូនដែលមានឈើបោកទេសម្រាប់បងប្អូនផ្សេងទៀតយើងអាចពាក់កៅអៅពណ៌ធាតុភ្លើងក៏បានឬមកក៏ពាក់កៅអៅពណ៌ធាតុទឹកក៏បានដែរនៅក្នុងថ្ងៃទី21ចាសម្រាប់ថ្ងៃទី22ថោះមកជាមួយនឹងមាសដកអញ្ចឹងថោះមកជាមួយមាសដកវាអាចទៅឆុងចាវាអាចទៅឆុងរកាហើយមានឈើដកនៅក្នុងតារាងហើយអ្នកដែលមានសំណាងគឺបងប្អូនដែលកើតឆ្នាំចហើយអ្នកដែលអត់សំណាងហ្នឹងគឺបងប្អូនដែលមានរកាហើយឈើដកនៅក្នុងតារាងអញ្ចឹងយើងអាចបែកបាក់សុភណភាពស្នេហាគូសង្សារចាមានរបួសស្នាមផ្ទៃមុខឬមួយក៏មុខជុងដៃជុងអីអញ្ចឹងណាចាវាធ្វើឲ្យយើងនឹងមានបញ្ហាជាយថាហេតុដោយការមុតរបស់មុតស្រួចឬមួយក៏យើងទទួលការវាយប្រហារអំពីមនុស្សជុំវិញខ្លួននិយាយមកយើងខ្លាំងដែលយើងទទួលយកអត់បានឬមួយក៏ប្តីនិយាយមកប្រពន្ធខ្លាំងប្រពន្ធទទួលយកអត់បានឬមួយក៏ប្រពន្ធនិយាយទៅប្តីខ្លាំងប្តីទទួលយកអត់បានឬមួយក៏កូននិយាយទៅម្ដាយខ្លាំងម្ដាយទទួលយកអត់បានអញ្ចឹងវាតាក់ទងជាមួយនឹងការតំណែងចាស់សេចក្តីស្រឡាញ់សេចក្តីស្នេហាឬមួយក៏ការតំណែងទូទៅរបៀបបរោះនិងស្ត្រីឬមួយក៏តំណែងនៅក្នុងគ្រួសារអញ្ចឹងនៅក្នុងថ្ងៃទី22យើងក៏អាចពាក់កៅអៅពណ៌ធាតុទឹកឬមួយក៏ពណ៌ធាតុមាសបានផងដែរសំទោសពណ៌ធាតុភ្លើងបានផងដែរនៅក្នុងការបញ្ជៀសរាល់បញ្ហាទាំងឡាយចាអញ្ចឹងថ្ងៃទី23ជាថ្ងៃរោងអញ្ចឹងបងប្អូនដែលមានសំណាងគឺបងប្អូនដែលកើតឆ្នាំរកាហើយអ្នកដែលឆុងហ្នឹងគឺបងប្អូនដែលមានចហើយមានភ្លើងបូកនៅក្នុងតារាងបងប្អូនណាមានចហើយមានភ្លើងបូកនៅក្នុងតារាងណាអញ្ចឹងយើងអាចមានបញ្ហាផ្លាស់ប្ដូរអ្វីមួយដែលយើងមិននឹកស្មានដល់ហើយបើសិនជាយើងអត់ត្រូវជាមួយធាតុទឹកនិងធាតុដីទៀតយើងអាចនឹងមានបញ្ហាផ្ដោឡើងតឡាការតោះពាក្យសម្ដីគ្នាអញ្ចឹងធ្វើឲ្យចូលប៉ុសអីអញ្ចឹងទៅហើយក៏មានសម្ពាធនៅក្នុងរឿងឋានៈមុខមាត់កេរ្តិ៍ឈ្មោះនិងកិត្តិយសអញ្ចឹងណាត្រូវគេលាបពណ៌ត្រូវគេប្រកាច់ប្រខូចឬមួយក៏យើងហ្នឹងចាត្រូវការផ្លាស់ប្ដូរនៅចិត្តគំនិតភ្លាមផ្លាស់ប្ដូរទីកន្លែងផ្លាស់ប្ដូរអ្វីមួយដែលយើងមិននឹកស្មានដល់ថាហេតុអីបានយើងត្រូវការផ្លាស់ប្ដូរអញ្ចឹងណាចាហើយនៅក្នុងថ្ងៃទី23ហ្នឹងផងដែរបងប្អូនក៏អាចពាក់ស្លៀកបំពាក់ពណ៌ធាតុមាសបានផងដែរនៅក្នុងថ្ងៃទី23ចាឬមួយក៏ពាក់កៅអៅពណ៌ធាតុដីក៏បានចាសម្រាប់ថ្ងៃទី24គឺម្សាញ់មកជាមួយនឹងទឹកដកអញ្ចឹងបងប្អូនដែលមានសំណាងគឺបងប្អូនដែលកើតឆ្នាំវករីឯបងប្អូនដែលមិនមានសំណាងគឺបងប្អូនដែលកើតឆ្នាំកុរហើយមានភ្លើងដកនៅក្នុងតារាងអញ្ចឹងបងប្អូនដែលមានឆ្នាំកុរហើយមានភ្លើងដកនៅក្នុងថ្ងៃខែឆ្នាំកណ្ដាលនឹងមកកើតអញ្ចឹងបញ្ហាដែលយើងគួរតែជៀសវាងហ្នឹងគឺការធ្វើដំណើរអញ្ចឹងកុំដើរនៅក្នុងម៉ោង9ព្រឹករហូតដល់ម៉ោងចា11ថ្ងៃឬមួយក៏ម៉ោង9យប់រហូតដល់ម៉ោង11យប់បើអាចបានគឺយើងកុំចេញនៅក្នុងម៉ោងហ្នឹងអញ្ចឹងវាអត់ល្អសម្រាប់យើងទេហើយបញ្ហាដែលកើតឡើងនៅក្នុងថ្ងៃនោះគឺបញ្ហាដែលកើតឡើងសម្រាប់ការធ្វើដំណើរហើយប៉ះអ្នកដែលកើតឆ្នាំកុរខែកុរថ្ងៃកុរនិងម៉ោងកុរខ្លាំងជាងគេជាមួយនឹងអ្នកដែលមានទឹកដកសំទោសអ្នកដែលមានភ្លើងដកនៅក្នុងតារាងប៉ាជឺរបស់គាត់ចាអញ្ចឹងយើងអាចស្លៀកពាក់អ្វីដែលជួយឲ្យបងប្អូនល្អប្រសើរនៅក្នុងថ្ងៃនោះគឺបងប្អូនអាចពាក់កៅអៅពណ៌ធាតុដីបានចាពាក់កៅអៅពណ៌ធាតុដីបានយើងដើម្បីអីចាពាក់កៅអៅពណ៌ធាតុដីដើម្បីទៅប្រកាសទឹកហ្នឹងនៅក្នុងថ្ងៃហ្នឹងឬមួយចាហ្នឹងគឺពាក់កៅអៅពណ៌ធាតុដីហ្នឹងឯងមិនបាច់ចាំឲ្យពាក់ពីរពណ៌ឯងចាហើយសម្រាប់ថ្ងៃទី25ចាសម្រាប់ថ្ងៃទី25គឺថ្ងៃមមីមកជាមួយនឹងឈើបូកអញ្ចឹងអ្នកដែលមានសំណាងគឺបងប្អូនដែលកើតឆ្នាំអាមែនហើយអ្នកដែលអត់សំណាងគឺបងប្អូនដែលមានជូតនៅក្នុងតារាងចាមានជូតហើយគឺមានដីបូកនៅក្នុងតារាងអញ្ចឹងយើងមានបញ្ហាចំនួនឆ្លោះទាស់តែងចា
ជាមួយប្តីប្រពន្ធនិងមនុស្សជាទីស្រឡាញ់របស់យើងហើយអ្នកដែលហេងនេះគឺអ្នកដែលកើតឆ្នាំមួយម៉ែអ្នកដែលសយគឺអ្នកកើតឆ្នាំជូតហើយមានដីបោកនៅក្នុងតារាងនឹងឯងអញ្ចឹងអាការឆុងជាមួយនឹងគូសង្សារឬមួយក៏យើងក៏អាចមានបញ្ហាសុខភាពចាឈឺស្កាត់ចាផ្នែកកាពះពោះវៀនរបស់យើងចាការរំលាយអាហារមិនបានល្អឬមួយក៏យើងអាចថាកើតមានបញ្ហាកើតឡើងចំពោះផ្លូវច្បាប់ដែលតាក់ទងជាមួយនឹងការតំណែងយើងមិនបានត្រឹមត្រូវការនិយាយស្ដីមិនបានត្រឹមត្រូវឬមួយក៏យើងនឹងមានអារម្មណ៍ថាចង់យល់ថាបែកឆ្វេងពីគូសង្សារចាស់អីអញ្ចឹងទៅរកអ្នកថ្មីអីអញ្ចឹងណាវាអាចនឹងមានបញ្ហាទាំងអស់នឹងកើតឡើងសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃថ្ងៃទី25ហ្នឹងអញ្ចឹងបងប្អូនក៏អាចថាពាក់អាវពណ៌ចាពណ៌ធាតុមាសបានឬមួយក៏បងប្អូនចាពាក់អាវពណ៌ធាតុភ្លើងក៏បានដែរនៅក្នុងថ្ងៃទី25ហ្នឹងចាអញ្ចឹងគឺវិលទៅវិលមកចិត្តចប់ខែ5ហើយក៏សង្ឃឹមថាចប់ឲ្យលឿនអញ្ចឹងណាចាចប់ឲ្យលឿនទៅព្រោះខែ5នេះគឺគួរឲ្យខ្លាចអញ្ចឹងគឺមានរឿងភេទកើតឡើងនៅជុំវិញខ្លួនខ្ញុំហ្នឹងគឺមានច្រើនអញ្ចឹងអ្នកខ្លះក៏បាត់បង់គ្រួសារអ្នកខ្លះក៏បាត់បង់ការងារអ្នកខ្លះក៏បាត់បង់សេចក្តីសុខឬមួយក៏ទំនុកចិត្តនៅលើរឿងអីមួយអញ្ចឹងណាអញ្ចឹងខែ5នៅក្នុងឆ្នាំអាសាញ់នេះគឺវាមកត្រួតគ្នាអញ្ចឹងរឿងរ៉ាវច្រើនវាតាក់ទងជាមួយនឹងការផ្លាស់ប្ដូរដែលអត់ព្រៀងទុកចាហើយកើតឡើងដោយតន់ហន់លឿនរហ័សព្រោះម្សាញ់គឺជាសត្វដែលធ្វើដំណើរអញ្ចឹងរឿងហេតុដែលកើតឡើងណាវាលឿនហួសពីការកាត់ហួសពីការក្រងទុកប៉ុន្តែបើសិនជាយើងបានរៀបចំផ្ទះសម្បែងហើយអញ្ចឹងមេរៀនអំពីផ្ទះសម្បែងទាំង8ទិសក៏ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែរថាទិសណាជាជ្រុងណាមួយដែលមានពណ៌អីដែលពិឃាឬមួយក៏បងប្អូនដែលមានផ្ទះផតនៅក្នុងជ្រុងណាហើយមានបញ្ហាសុខភាពផ្នែកអីមានជំងឺអីហ្នឹងគឺខ្ញុំបានរៀបរាប់ហើយសម្រាប់បងប្អូនដែលគាត់មើលរាសីជាមួយខ្ញុំហើយគឺគាត់បានដឹងហើយថានៅក្នុងខែនីមួយៗគាត់ហេងឬមួយក៏សយចាឆ្នាំនីមួយៗចូលមកគាត់ហេងឬមួយក៏សយ10ឆ្នាំនេះគាត់ហេងឬមួយក៏សយចាហើយការផ្លាស់ប្ដូរនៅក្នុងតារាងបាជុរបស់គាត់ដើរកំសាន្តកន្លែងណាគាត់ញ៉ាំអាហាររបៀបម៉េចគាត់គេងកន្លែងណាគាត់តំណមនុស្សណាអីគឺគាត់បានដឹងទាំងអស់អានេះគឺជាកូនសោសម្ងាត់ការអានរាសីគឺជាការរកឃើញនៅកូនសោសម្ងាត់របស់ខ្លួនឯងប៉ុន្តែសម្រាប់បងប្អូនជឿជាក់ទៅលើហុងស៊ុយបែបវិទ្យាសាស្ត្រឬមួយក៏ប៉ាជឿនឹងចាំបងប្អូនមកមើលបងប្អូនអត់ជឿបងប្អូនមិនបាច់មើលទេនាំទៅអស់លុយចាឲ្យបងប្អូនមើលលេងអញ្ចឹងឲ្យពិសោធន៍សិនណាមើលលេងអញ្ចឹងឲ្យពិសោធន៍សិនចារាល់អ្វីដែលខ្ញុំបាននិយាយតើវាការប៉ັດអត់ដូចជាដើមឆ្នាំអញ្ចឹងគេថាកប៉ាល់ហោះយន្តហោះធ្លាក់រហូតមូលហេតុអីបានធ្លាក់រហូតអញ្ចឹងយើងដឹងហើយថាផ្កាយលេខ2ចូលកណ្ដាលផ្ទះហើយឆ្នាំនេះជាឆ្នាំអាសាញ់អញ្ចឹងវាមានហេតុភេទតាក់ទងជាមួយនឹងការធ្វើដំណើរអានេះគឺជាហុងស៊ុយបែបជាសាស្ត្រជាក់ស្ដែងមិនមែនចេះតែនិយាយចេះតែថាឲ្យតែបានទេដូចខែម្សាញ់នេះផងដែរអញ្ចឹងវាមានរឿងអីដែលទៅរួចនិងវាមានអីរឿងអីដែលទៅមិនរួចនឹងវាច្រើនហើយវាកើតឡើងនឹងរហ័សអញ្ចឹងបងប្អូនក៏អាចដឹងបានថាបងប្អូនតាមដានខ្ញុំជារៀងរាល់ខែអញ្ចឹងបងប្អូនប្រកាសជាដឹងថាខែនេះយ៉ាងម៉េចខែនោះយ៉ាងម៉េចអញ្ចឹងដូចជាខែហ្នឹងអញ្ចឹងវាមានបញ្ហាក្នុងការធ្វើដំណើរឬមួយក៏ផ្លាស់ប្ដូរអីញឹកញាប់ដែលយើងមិននឹកស្មានដល់ហើយដល់ពេលខែ6វានឹងតាក់ទងរឿងសេចក្តីស្នេហាសេចក្តីស្រឡាញ់បរោះនារីតាម website បណ្ដាញសង្គមផ្សេងបងប្អូននឹងដឹងហើយថាវាមានបញ្ហាអីកើតឡើងទាន់ហន់ភ្លាមអីអញ្ចឹងណាចាហើយនេះគឺជាយុគ9ផងដែរអ្នកធ្វើល្អនឹងឃើញល្អអ្នកធ្វើមិនល្អនឹងឃើញមិនល្អដោយសារយុគនេះគឺជាយុគ9យុគភ្លើងដុតកម្លោចដុតកំទេចអ្នកដែលមិនមានធម៌សប្បុរសនៅក្នុងខ្លួនអញ្ចឹងបងប្អូនខ្លះគិតថាគេធ្វើអាក្រក់តែគេនៅតែបានល្អអញ្ចឹងណាអញ្ចឹងបងប្អូនគេសោយសុកនៅបុណ្យសំណាងរបស់គេឬមួយបើយើងនិយាយអំពីតារាងប៉ាជឿមានន័យថាខែឆ្នាំរបស់គាត់កំពុងតែដើរដល់វ័យចល្អដល់ពេលដើរដល់វ័យចធ្លាក់គាត់នឹងធ្លាក់ដូចគ្នាព្រោះអីយុគនេះជាយុគភ្លើងហើយភ្លើងអត់មានអ្នកណាគេដែលថារងភាពអយុត្តិធម៌ឯអ្នកណាដែលរងភាពអយុត្តិធម៌វាស្មើនឹងភាពងងឹតត្រូវអត់អញ្ចឹងយុគភ្លើងមកនេះគឺជាយុគដែលបំភ្លឺគឺមានតែភ្លើងឯដែលបំភ្លឺឲ្យដឹងសដឹងខ្មៅដឹងល្អដឹងក្រក់ចាដឹងអ្នកណាជាអ្នកណាអញ្ចឹងគឺមានតែភ្លើងទេដែលឆ្លុះបង្ហាញអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថានៅក្នុងខែ6ហ្នឹងមានបញ្ហាអីកើតឡើងហើយជារៀងរាល់ខែខ្ញុំតែងតែធ្វើវីដេអូ4សម្រាប់ចែករំលែកដល់បងប្អូនទាំងអស់គ្នាអញ្ចឹងគឺវីដេអូទិសឆុងប្រចាំឆ្នាំសំទោសប្រចាំខែចាតួរាសីតួខ្លួនទាំង10ប្រចាំខែបងប្អូនណាដែលអានរាសីប៉ាជឿហើយគាត់នឹងតាមដានទៅដឹងថាខែនេះគាត់គួរធ្វើអីខែនោះគាត់គួរធ្វើអីអញ្ចឹងណាចាប្រពន្ធកូនគួរទៅយកអ្នកកើត
ngày ấy đã lọ chẳng chỉ rồi nhóm bạn phô chà trai chun bằng bộ từng ở khi ní tha cu ná chứ cu na hên cu na mình hên chẳng bong bong khác có thằng cu ni mình lọ ai tê của ai trẻ chẳng bong bong thở mưa ca sờ bọc nhóm cứ tao mà phay phệ rồi thế để xa mưa từ lưới nam cả chẳng mưa từ lưới nam cả cứ mưa ban tao mà phay phệ rồi thế bà dân đi dương miền ngày khác nam cả nạt nâng mang cát bà lo bật bật từ dương mưa ban một rồi phệ rồi chẳng mưa đăng thà chặt dương prai pru ở bên nè dương prai pru ở bên lôi cho mau rùi mũi cả dương chùm nụ đa cát trà khô khơi nó không luôn á trà chặt cầm nứt dương là biểu mà chẳng có dương ai mơ đơn đài nè khác có cất tờ lôi tơi nè khác có cất tờ chai rùm lệ tơi nè khác có cất tờ hưởng toa luôn tham ăn đi giống anh chẳng đó cứ miên tầng ca ăn để xây cứ mơ đơn luôn nơiจะรักแหลกขณะบ่យើងម្នាក់អញ្ចឹងសម្រាប់បងប្អូនដែលគាត់មកអានតារាងរិស័យជាមួយខ្ញុំនឹងគឺគាត់ចានាំបងប្អូននាំមិត្តភ័ក្តិគាត់មកអានច្រើនមែនតើក៏អរគុណសម្រាប់ទឹកចិត្តបងប្អូនទាំងអស់គ្នាដែលទទួលយកសេវាកម្មមួយនេះចាហើយក៏មានអ្នកខ្លះក៏គេថាអត់ត្រូវដូចគ្នាអញ្ចឹងណាគេទៅរកគ្រូផ្សេង2 3 4អញ្ចឹងទៅអញ្ចឹងណាចាតែចង់និយាយថាគាត់ច្បោលយចាហើយមួយទៀតគាត់ចង់ compare មានន័យថាចង់ផ្គូផ្គងមើលថាគ្រូនេះអានមិនគ្រូនោះអានមិនអីចឹងណាតែបើសិនជាបងប្អូនយើងមុននឹងជឿទុកចិត្តខ្ញុំក្តីអ្នកណាក្តីបងប្អូនត្រូវមើល background គេសិនមនុស្សហ្នឹងស្មោះត្រង់មនុស្សហ្នឹងយ៉ាងណាអញ្ចឹងកុំឲ្យខុសនៅពេលក្រោយថាបងប្អូនមកអានជាមួយខ្ញុំអញ្ចឹងខ្ញុំជាមនុស្សបែបណាយូរទៅបានគិតថាចាអូអានមួយគាត់ខុសអស់ជឿគាត់ខុសអស់នាំមានវិបដិសារីអញ្ចឹងណាមុននឹងមកមើលខ្ញុំអញ្ចឹងបងប្អូនត្រូវគិតពិចារណាខ្លួនឯងបានច្បាស់លាស់សួរទៀតកុំឲ្យថាចំណាយលុយខុសមនុស្សចាអរគុណច្រើនអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណ